សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំសាជាថ្មីនៅវីដេអូថ្មីវីដេអូមួយនេះខ្ញុំមកបង្ហាញជូនបងប្អូននៅការគូត្រីមុខនិងការកាត់គ្រឿងអលង្ការតួអង្គមនុស្សបើនៅក្នុងគំនូរភាគច្រើនគឺមានមកុដមានអីចឹងគឺជាពនាងឬក៏តួអង្គទេវតាអីចឹងណាបងប្អូនហ្នឹងហើយសម្រាប់គ្រឿងអលង្ការអត់មានអីប្លែកទេបងប្អូននិយាយទៅគឺប្លែកតាមមកុដនិងមកុដកបាំងហ្នឹងហើយមកុដទេបងប្អូនហើយបោសម្រាប់ចនកជាគឺដូចគ្នាមនុស្សប្រុសមនុស្សស្រីគឺកាត់ដូចគ្នាអត់មានអីប្លែកពីគ្នាទេគឺដែលទេបងប្អូនហ្នឹងហើយប៉ុន្តែគាត់ថាពេលខ្លះខ្ញុំបែកផ្សេងលើសនឹងតិចតួចឬក៏ក្រោមតិចតួចអីចឹងណាមិនឲ្យដូចគ្នា 100% ទេហើយនៅក្នុងឆ្នេរឱកាសនេះខ្ញុំក៏សូមពរឲ្យបងប្អូនបានចូលទស្សនាហើយកុំភ្លេច Subscribe នៅ Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីពីខ្ញុំនៅការគូគំនូរបុរាណផ្សេងនិងបង្ហាញពីរបៀបគូផ្សេងពីពី Channel របស់ខ្ញុំបាទផ្ទាល់អរគុណបងប្អូនសម្រាប់ការចូលទស្សនាវីដេអូខ្ញុំកន្លងមកហើយក៏វីដេអូមួយនេះសង្ឃឹមថាបងប្អូននឹងចាំទស្សនាវីដេអូក្រោយទៀតអរគុណជួបគ្នាប៉ុណ្ណឹងបាយបាយ